ឥឡូវយើងយកមកថ្លឹងសាកមើល3នេះវាប្រមាណទៅមើលសាកថ្លឹងអស់គ្នានេះបងប្អូន1គីឡូល្មម1គីឡូ3 1គីឡូចឹង1 3ខាំជាងតិចសូមជម្រាបសួរបងប្អូនទាំងអស់គ្នានឹងនៅថ្ងៃនេះខ្ញុំនាំជូនបងប្អូននៅវីដេអូនៃការចិញ្ចឹមត្រីរបស់យើងពាក់ព័ន្ធជាមួយទៅនឹងរបៀបនៃការចិញ្ចឹមត្រីក្រាញ់ចំពោះប្រធានបទរបស់យើងនេះបើយើងនិយាយទៅវាអត់ឆ្ងាយពីប្រធានបទនៃការចិញ្ចឹមត្រីក្រាញ់របស់យើងហើយក៏វាអត់មានអីថ្មីសម្រាប់បងប្អូនដែរទេគ្រាន់តែថាខ្ញុំមកនេះក៏ដើម្បីបញ្ជាក់បងប្អូនបន្ថែមពាក់ព័ន្ធជាមួយទៅនឹងថាតើយើងមានវិធីសាស្ត្រនៅក្នុងការធ្វើបែបណាដើម្បីឲ្យត្រីរបស់យើងនឹងចិញ្ចឹមរយៈពេល3ខែទម្ងន់ត្រីជាមធ្យមហ្នឹងគឺយើងអាចថា3ខាំឡើងហ្នឹងហើយបងប្អូនមានបងគាត់បានសួរខ្ញុំដែរថាតើបើសិនជាគាត់ចិញ្ចឹមត្រីកូនត្រីឧទាហរណ៍ថា1គីឡូហ្នឹងហើយបើសិនជាចិញ្ចឹម1គីឡូហ្នឹងទៅហើយបានជាត្រីជាសាច់ណាពេលដែលយើងចិញ្ចឹមដល់ខែដែលប្រមូលផលថាបានចំនួនប្រមាណដែរប្រមាណគីឡូអញ្ចឹងខ្ញុំអត់ដឹងថាតើវាធំធាត់ស្មើគ្នាយ៉ាងម៉េចទេប៉ុន្តែវីដេអូមួយនេះជូនទៅបងដែលបានសួរខ្ញុំហើយក៏ជូនទៅបងប្អូនមួយចំនួនដែលចង់ដឹងដែរវីដេអូពីខាងដើមបងប្អូនបានឃើញហើយថាខ្ញុំបានសាក់លបងនៅក្នុងការថ្លឹងជូនបងប្អូនចំពោះវីដេអូនៃការថ្លឹងនេះខ្ញុំតែនិយាយសន្យាមួយបងប្អូនយូរហើយតែចេះតាមបានហើយទៅតែការផលិតវីដេអូនៅថ្ងៃនេះគឺខ្ញុំសូមដាក់វីដេអូនេះជូនបងប្អូនមើលតែម្ដងគឺខ្ញុំយកត្រីដែលទម្ងន់វានេះគេហៅថាទម្ងន់មធ្យមសម្រាប់នៅស្រះត្រីរបស់ខ្ញុំនេះគេហៅថាទម្ងន់ត្រី3នេះគឺទម្ងន់មធ្យមដែលយើងចិញ្ចឹមក្នុងរយៈពេល3ខែទៅ3ខែកន្លះគឺយើងបានប៉ុណ្ណេះដើម្បីឲ្យត្រីរបស់យើងមានទម្ងន់នៅក្នុងកម្រិតជាមធ្យម3ខាំជាងក្នុងការចិញ្ចឹមរយៈពេល3ខែថាតើបងប្អូនគួរតែធ្វើយ៉ាងម៉េចហើយទៅធ្វើរបៀបណាប្រកាសណាស់ថាការចិញ្ចឹមត្រីក្រាញ់នេះបើនិយាយថាអត់ពិបាកហ្នឹងវាអត់ពិបាកទេបងប្អូនដាក់តែចំណីធម្មតាឲ្យវាស៊ីក៏វាគង់តែបានគីឡូបានផលអីទៅតែគ្នាប៉ុន្តែនៅក្នុងកម្រិតនៃការចិញ្ចឹមរយៈពេលនៃការចិញ្ចឹមខ្ញុំគិតថាបើសិនជាយើងប្រឡែងចោលការចិញ្ចឹមរបស់យើងដែលគ្មានរបៀបរបបត្រឹមត្រូវគ្មានការយកចិត្តទុកដាក់ត្រឹមត្រូវវាអាចធំដែរប៉ុន្តែក្នុងរយៈពេលវែងណាមួយដែលខ្ញុំមិនអាចថាទេហ្នឹងហើយចំពោះការចាប់ត្រីរបស់ខ្ញុំនេះជាទូទៅខ្ញុំតែងតែបង្ហាញបងប្អូននៃការចាប់ដៃដែលមានបងប្អូនយើងខមមិនដែរថាខ្ញុំចាប់ឆ្កងហ្នឹងហើយខ្ញុំថាចេះចិញ្ចឹមត្រីតែចាប់ត្រីឆ្កងជាការប៉ັດណាស់ថាបើឲ្យខ្ញុំចាប់ដៃចំពោះត្រីក្រាញ់នេះបើនិយាយពីចាប់ទៅវាមុនដូចខ្ញុំបានប្រាប់យ៉ាងថាខ្ញុំចាប់ឆ្កងខ្ញុំនិយាយនៅក្នុងវីដេអូដែរថាខ្ញុំចាប់ឆ្កងចំពោះការចាប់ត្រីក្រាញ់នេះហើយការចាប់យកទៅលក់ក៏ដូចជាចាប់យកទៅហូបទៅអីហ្នឹងគ្មានពីណាគេដដែលចាប់ដៃទេការចាប់ដៃនេះគ្រាន់តែចាប់លេងដើម្បីឲ្យបងប្អូនមើលអីហ្នឹងទេហ្នឹងហើយយើងប្រើជាបកីឬក៏យើងប្រើជាស្រោមដៃក៏បានឬក៏យើងប្រើជារបស់ចាប់ផ្សេងទៀតដែលវាមានភាពងាយស្រួលហើយអត់មានគ្រោះថ្នាក់មុតដៃមុតជើងទេអញ្ចឹងចំពោះវីដេអូនៃការថ្លឹងត្រីនេះក៏វាពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងដែរដោយប្រធានបទរបស់យើងនេះថាតើយើងគួរតែធ្វើការថែទាំរបៀបម៉េចដើម្បីឲ្យត្រីរបស់យើងមានទម្ងន់3ខាំក្នុងរយៈពេលចិញ្ចឹម3ខែទៅ3ខែកន្លះនេះវាសមល្មមប៉ុណ្ណេះហ្នឹងហើយអញ្ចឹងខ្ញុំមាន2ចំណុចធំសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីជាការសន្តាប់ក៏ដូចជាស្ដាប់បន្ថែមនៅកិច្ចការរបស់យើងនេះគឺទី1គឺការផ្លាស់ប្ដូរទឹកចិញ្ចឹមត្រីក្រាញ់ដោយដែលខ្ញុំបានចេញវីដេអូមុនហើយថាត្រីក្រាញ់នេះបើនិយាយពីគុណវិបត្តិរបស់វាគឺវាធ្វើឲ្យទឹករបស់យើងហ្នឹងហើយទឹកដែលយើងចិញ្ចឹមវាហ្នឹងគឺវាមានលក្ខណៈថាឆាប់ស្អុយខ្លាំងដូច្នេះការផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់គឺជារឿងមួយដែលសំខាន់សម្រាប់
ខ្ញុំក៏ដូចជាសម្រាប់បងប្អូនដែលចិញ្ចឹមត្រីក្រាញ់ដោយប្រើអាងតង់ហើយនឹងទឹកអណ្ដូងនេះគឺជាកិច្ចការមួយសំខាន់ដែលនៅពេលដែលត្រីរបស់យើងក្នុងរយៈពេល1ខែទៅយើងអាចថាផ្លាស់ប្ដូរទឹករៀងរាល់1សប្តាហ៍ឲ្យបានស្អាតហ្នឹងហើយមិនមែនដូចដែលត្រីនៅតូចៗទេពេលដែលត្រីធំគឺយើងចាប់ផ្ដើមលាងសម្អាតវាជារៀងរាល់សប្តាហ៍បានន័យថា1សប្តាហ៍គឺយើងលាងសម្អាតវាឲ្យស្អាតតែម្ដងមិនមែនដូចដែលត្រីនៅតូចគឺយើងលាងឬក៏យើងផ្ទេរបង្ហូរទឹកចេញតាមដំណាក់កាលទេហ្នឹងហើយធ្វើដូចនេះទើបត្រីរបស់យើងវាកាត់បន្ថយនៅបញ្ហាមួយគឺធ្វើឲ្យត្រីរបស់យើងវាអត់ធំលឿនមួយទៀតគឺវាធ្វើឲ្យត្រីរបស់យើងអត់ងាប់ទេនៅពេលដែលយើងលាងទឹកអាងតង់របស់យើងឲ្យបានស្អាតជាប្រចាំជាទូទៅសម្រាប់បទពិសោធន៍របស់ខ្ញុំគឺខ្ញុំធ្វើរៀងរាល់1អាទិត្យម្ដងធ្វើដូចនេះត្រីរបស់យើងមានសុខភាពល្អហើយអត់ងាប់ទេចំពោះរឿងទី2ដែលយើងត្រូវគិតគឺការថែទាំដោយការថែទាំត្រីរបស់យើងដោយការដាក់ចំណីតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំពីពេលដែលត្រីនៅតូចគឺខ្ញុំដាក់3ពេលហ្នឹងហើយក្នុងរយៈពេល1ខែដំបូងគឺយើងដាក់វា3ពេលទៅបងប្អូនកុំខ្លាចអស់ដោយចាប់ពីអាទិត្យទី1ទៅបានន័យថាពីថ្ងៃដែលយើងដាក់កូនត្រីទៅ1អាទិត្យបើសម្រាប់ខ្ញុំប្រើចំណីស្រេចបាទរយៈពេល1អាទិត្យបន្ទាប់ពីអាទិត្យទី2ទី3ទី4ទៅគឺខ្ញុំប្រើចកអាសូឡាខ្ញុំធ្វើដូចនេះដើម្បីកាត់បន្ថយចំណាយដែលកាលណាយើងប្រើចំណីស្រេចច្រើនវាធ្វើឲ្យចំណាយរបស់យើងច្រើនខ្ញុំគិតថាការចិញ្ចឹមអាចនឹងមិនចំណេញផងហ្នឹងហើយដោយតែបងម្នាក់គាត់បាន comment ដែរគាត់ថាបើនៅថៃគេអត់ comment ឬក៏ប្រាប់ឲ្យដាក់ជាចំណីបាវទេប្រកាសណាស់ថានៅពេលដែលយើងដាក់ជាចំណីបាវសុទ្ធគឺវាអត់ចំណេញទេតែនៅក្នុងវីដេអូរបស់ខ្ញុំបាននិយាយថាគឺយើងប្រើចកអាសូឡាជាការល្អបំផុតចំណីបាវដែលខ្ញុំប្រើនេះគឺសម្រាប់ឲ្យត្រីវាស៊ីដែរបានថាវាលាងមាត់ដាក់នៅក្នុងកម្រិតមួយតិចតួចដើម្បីឲ្យត្រីវាស៊ីទៅនឹងឲ្យវាមិនទៅខាតអីណាទេកម្រិតហ្នឹងហ្នឹងហើយបន្ទាប់ពីចូលដល់ត្រីអាចថាខ្ទង់1ខែគឺយើងចាប់ផ្ដើមដាក់បើសម្រាប់បទពិសោធន៍របស់ខ្ញុំដាក់តែ2ពេលទេព្រឹកហើយនិងល្ងាចហ្នឹងហើយព្រឹកខ្ញុំដាក់ពីម៉ោង8ហើយពេលល្ងាចដាក់ខ្ទង់ម៉ោង5ជាយោបល់របស់ខ្ញុំថាការដាក់ចំណីត្រីនេះកុំដាក់ដល់យប់ពេកព្រោះត្រីក្រាញ់បើនិយាយពីលទ្ធភាពដែលវាចេញមកស៊ីល្អហ្នឹងគឺពេលល្ងាចគឺម៉ោង5កន្លះហ្នឹងគឺល្អស័ក្តិសមហ្នឹងហើយយើងដាក់ចកអាសូឡាឲ្យបានច្រើនដើម្បីឲ្យត្រីរបស់យើងវាមានសុខភាពល្អវាធម្មជាតិហើយមួយទៀតដែលសំខាន់បំផុតនោះគឺការកាត់បន្ថយចំណាយអញ្ចឹងការចែកម្លែកជូនបងប្អូននៅថ្ងៃនេះខ្ញុំមានតែប៉ុណ្ណេះនេះជាគ្រាន់តែជាការរំលឹកហើយក៏ចែករំលែកនៅបទពិសោធន៍ដែលខ្ញុំបានធ្វើរហូតដល់ត្រីរបស់ខ្ញុំមានទម្ងន់វាធ្ងន់ល្អហើយអានេះគឺខ្ញុំថតនេះគឺមិនបានច្រើនទេនៅស្រះមួយទៀតបងប្អូននេះស្រះមួយទៀតអានេះស្រះថ្មីទេហើយស្រះមួយទៀតហ្នឹងគឺអាហ្នឹងត្រីក្រាញ់ច្រើនជាងនេះទៀតហ្នឹងហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏មានយោបល់រិះគន់ក៏ដូចជាក្នុងន័យស្ថាបនាឬក៏មានយោបល់អីបន្ថែមបងប្អូនអាច comment បានទៅនៅពេលដែលខ្ញុំមើល comment ទៅ comment ណាដែលបងប្អូនសួរខ្ញុំចង់ចែករំលែកជាទូទៅខ្ញុំនឹងធ្វើវីដេអូជូនហើយសូមអរគុណសូមជម្រាបលាសូមបងប្អូនដែលចាប់ផ្ដើមចិញ្ចឹមត្រីទទួលបានជោគជ័យ